បាទជំរាបសួរបងប្អូនថ្ងៃនេះមកនិយាយអំពីបញ្ហាពហិការឈប់ប្រើផលិតផលបរទេសខ្ញុំសង្កេតឃើញរាជយើងបច្ចុប្បន្ននេះក៏គាត់នៅតែមានឆន្ទៈមួយសម្ដែងអំពីការពហិការមិនប្រើផលិតផលបរទេសប៉ុន្តែផ្ទុយទៅវិញខ្ញុំសង្កេតមើលឃើញរដ្ឋយើងហាក់ដូចជាសម្ដែងក្តីបារម្ភទៅវិញចំពោះពលរដ្ឋខ្មែរទាំងឡាយដែលមានគំនិតពហិការមិនប្រើផលិតផលបរទេសណាគាត់មិននិយាយចំទេប៉ុន្តែគាត់ហាក់បីដូចជាសម្ដែងក្តីបារម្ភនៅពេលដែលខ្មែរយើងមានអឆន្ទៈមួយមិនចង់ប្រើឬមួយក៏ឈប់ប្រើផលិតផលបរទេសហើយងាកមកផលិតនៅក្នុងស្រុកនិងប្រើប្រាស់ក្នុងស្រុកអាក្តីបារម្ភចំពោះរដ្ឋនេះខ្ញុំមិនដឹងថាមានបំណងអីឬមួយក៏យ៉ាងម៉េចឬមួយក៏មិនចង់ឃើញខ្មែរជាពិសេសពលរដ្ឋខ្មែរនឹងមានបានអំពីការផលិតនិងប្រើប្រាស់ផលិតផលក្នុងស្រុកឬមួយក៏យ៉ាងម៉េចខ្ញុំមិនដឹងដែរប៉ុន្តែរាជងាកមកមើលរាជវិញគាត់ឆន្ទៈគាត់នៅតែរឹងមាំអញ្ចឹងរាជខ្លះខ្មែរយើងខ្លះដែលគាត់ឃើញពីភាពឈឺចាប់ជាពិសេសគឺកងទ័ពហើយឃើញខ្មែរក្នុងស្រុកដែលងាកនៅតែបន្តប្រើផលិតផលគេហ្នឹងពួកគាត់បែរសម្ដែងបានន័យថាគាត់ជេរប្រមាថទៅវិញទេបានន័យថាគាត់មិនចង់ឲ្យខ្មែរយើងនៅបន្តប្រើផលិតផលបរទេសទេដូចជាហាងកាហ្វេខ្លះម៉ាតខ្លះដែលជាផលិតផលរបស់គេណាប៉ុន្តែរដ្ឋវិញដូចជាបារម្ភទៅជាបារម្ភទៅវិញនៅពេលដែលឃើញខ្មែរមានអាកំណត់ពហិការហ្នឹងអញ្ចឹងខ្ញុំដូចមានអារម្មណ៍ថាដូចជារស់រដ្ឋនិងរាជដូចជាអត់ស្របគ្នាអញ្ចឹងសំណួរគឺតើនៅពេលដែលយើងអត់ស្របអញ្ចឹងតើអាឆន្ទៈពហិការឈប់ប្រើផលិតផលបរទេសហ្នឹងវាបានសម្រេចអត់មើលទៅបាទ